ថៃមិនទាន់ឆ្លើយតបក្រោយ UNESCO អនុម័តថ្កោលទោសពីការបំផ្លាញបេតិកភណ្ឌពិភពលោកកិច្ចប្រជុំរបស់អង្គការ UNESCO នៅលើកទី48ត្រូវបានរៀបចំឡើងរយៈពេល2ថ្ងៃគឺនៅថ្ងៃទី26ដល់29ខែកក្កដានាទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េដោយមានប្រទេសជាច្រើនជាសមាជិកចូលរួមចំនួន162ប្រទេសជាលទ្ធផលសម័យប្រជុំបានអនុម័តជាឯកច្ឆន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលជំនួសប្រដាប់អាវុធក្នុងនោះក៏មានករណីយោធាថៃបានបាញ់ផ្លោងកំទេចប្រាសាទនានារបស់កម្ពុជាដែលត្រូវបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរជាមួយគ្នានោះសម័យប្រជុំក៏បានអំពាវនាវឲ្យរដ្ឋភាគីដែលកំពុងមានចំនួនធានានៅការការពារសម្បត្តិបេតិកភណ្ឌនិងបញ្ជាការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធាជាការកត់សម្គាល់នៅក្នុងអង្គប្រជុំក្រោយពីគណៈប្រតិភូកម្ពុជាបានលើកឡើងពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលតម្រូវឲ្យមានការទទួលខុសត្រូវនិងថ្កោលទោសស្របតាមច្បាប់អន្តរជាតិនោះគណៈប្រតិភូថៃបានស្នើសុំឆ្លើយតបភ្លាមៗហើយប្រធានអង្គប្រជុំបានអនុញ្ញាតឲ្យថ្លែងតែ1នាទីប៉ុណ្ណោះទោះបីជាយ៉ាងណាតំណាងគណៈប្រតិភូថៃបានឆ្លើយដោះសារពង្រៀងដោយមិនបានឆ្លើយតបដោយត្រង់ទៅលើការបំពាននិងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌដែលបង្កឡើងដោយយោធាថៃនោះទេប៉ុន្តែជាការថ្លែងការពីខ្លួនទៅវិញឆាកអន្តរជាតិកិច្ចប្រជុំអង្គការ UNESCO ដែលមានតំណាងប្រទេស162ចូលរួមប្រកាសថ្កោលទោសការបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកថៃបានបង្ហាញប្រតិកម្មភ្លាមៗក្រោយសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលហៅកាត់ថា WHC លើកទី48នៃអង្គការ UNESCO ដែលមានសមាជិក162ប្រទេសចូលរួមបានអនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងពេលចំនួនប្រដាប់អាវុធបន្ថែមពីនេះតំណាងកម្ពុជាបានលើកឡើងពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌនេះដែលតម្រូវឲ្យមានការទទួលខុសត្រូវនិងថ្កោលទោសស្របតាមច្បាប់អន្តរជាតិសម័យប្រជុំនេះបានប្រព្រឹត្តទៅពីថ្ងៃទី26ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងដោយមានអ្នកចូលរួមពីប្រទេសជាសមាជិកចំនួន162រួមទាំងអង្គការអន្តរជាតិដៃគូនិងស្ថាប័នសង្កេតការណ៍ក្នុងនោះសម័យប្រជុំបានអនុម័តជាឯកច្ឆន្ទថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលមានចំនួនប្រដាប់អាវុធនិងបានអំពាវនាវឲ្យរដ្ឋភាគីដែលកំពុងមានចំនួនធានាបាននៅសម្បត្តិបេតិកភណ្ឌនិងបញ្ជាការប្រើប្រាស់តំបន់បេតិកភណ្ឌសម្រាប់គោលដៅយោធាទោះបីមិនបានហៅឈ្មោះថៃចំតែការអនុម័តថ្កោលទោសក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ធ្វើឡើងក្រោយចំនួនកម្ពុជាថៃបានផ្ទុះឡើងក្នុងឆ្នាំ2025ដែលបង្កឡើងដោយយោធាថៃឈ្លានពានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាតាមព្រំដែនបំផ្លាញប្រាសាទបុរាណរបស់កម្ពុជាមានប្រាសាទព្រះវិហារជាដើមជាមួយគ្នាការអនុម័តថ្កោលទោសនេះកើតឡើងក្រោយការអំពាវនាវរបស់លោកស្រីភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាដែលចូលរួមធ្វើបទអន្តរាគមន៍ក្នុងសម័យប្រជុំខាងលើកាលពីថ្ងៃទី22ខែកក្កដាលោកស្រីស្នើឲ្យសហគមន៍អន្តរជាតិជួយបន្តតាមដាននិងរួមគ្នាការពារតំបន់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលរងការខូចខាតធ្ងន់ធ្ងរដោយសារស្នាដៃយោធាថៃឈ្លានពានលោកសួយារ៉ាតំណាងគណៈបកប្រជាជនកម្ពុជាដែលកាន់តួនាទីជាប្រធានប្រតិភូសន្និសីទអន្តរជាតិនៃបណ្ដាគណៈបកនយោបាយនៅអាស៊ីនិងក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលហៅកាត់ថា ICAPP/ACC បានថ្លែងក្នុងសម័យប្រជុំរបស់អង្គការ UNESCO ខាងលើដោយមិនបញ្ចេញឈ្មោះប្រទេសថៃចំតែបានលើកឡើងពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលតម្រូវឲ្យមានការទទួលខុសត្រូវនិងទាមទារឲ្យមានការថ្កោលទោសស្របតាមច្បាប់អន្តរជាតិលោកបានបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌និងតំបន់បេតិកភណ្ឌពិភពលោកតាមរយៈបណ្ដាញមិត្តភាពក្រុងបេតិកភណ្ឌដើម្បីលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាចំនួនព្រមទាំងបានជំរុញឲ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ខណៈនោះគណៈប្រតិភូថៃបានឆ្លើយតបភ្លាមៗតែមិនហ៊ាននិយាយចំអំពីការបំពាននិងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌដែលបង្កឡើងដោយយោធាខ្លួននាពេលកន្លងទៅនោះទេគណៈប្រតិភូថៃបានការពារខ្លួនថាប្រទេសថៃផ្ដោតទៅលើការការពារតំបន់ទ្រនាប់ជុំវិញតំបន់ស្នូលបេតិកភណ្ឌទាំងមូលមិនមែនតែតួប្រាសាទមួយផ្នែកទេគឺក្នុងន័យទាមទារថាប្រទេសថៃនៅតែមានចំណែកក្នុងការចូលរួមការពារបេតិកភណ្ឌពិភពលោកនិងបន្តសហការជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់ប្រធានដឹកនាំអង្គប្រជុំអនុញ្ញាតឲ្យតំណាងថៃថ្លែងសារក្នុងរយៈពេល1នាទីប៉ុណ្ណោះលោកបណ្ឌិតមាសនេះអ្នកតាមដានស្ថានភាពសង្គមថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នាព្រឹកថ្ងៃទី31ខែកក្កដាយ៉ាងដូចនេះថារាល់ការបាញ់ផ្លោងទាំងឡាយមកលើប្រាសាទខ្មែររួមទាំងការដណ្ដើមដើម្បីកាន់កាប់ប្រាសាទផងវាជាកំហុសរបស់ថៃដែលបានរៀបចំប្រយុទ្ធចូលមកកាន់កាប់តំបន់ក្នុងទឹកដីកម្ពុជាក្នុងពេលបង្កសង្គ្រាមឈ្លានពានកម្ពុជាចំនួន2លើកនៅឆ្នាំ2025ថៃបានបន្សល់ទុកនៅការខូចខាតធ្ងន់ធ្ងរសរុប562កន្លែងដល់ប្រាសាទព្រះវិហារនៅមានប្រាសាទផ្សេងទៀតរបស់កម្ពុជាក៏ត្រូវខូចខាតដោយសារស្នាដៃថៃដែរកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026កន្លងទៅថ្មីនេះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានអនុម័តជាឯកច្ឆន្ទដោយថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងពេលមានចំនួនប្រដាប់អាវុធការសម្រេចនេះធ្វើឡើងនៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី48ដោយមានការចូលរួមពីសមាជិក162ប្រទេសនៃទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េនៅចំពោះមុខគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលោកសុសយ៉ារ៉ាប្រធានប្រតិភូសន្និសីទអន្តរជាតិនៃបណ្
ដាគណៈបកនយោបាយនៅអាស៊ីនិងក្រុមប្រឹក្សាវប្បធម៌អាស៊ីរបស់គណៈបកប្រជាជនកម្ពុជាបានលើកឡើងជុំវិញការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលតម្រូវឲ្យមានការទទួលខុសនិងការថ្កោលទោសតាមច្បាប់អន្តរជាតិតំណាងកម្ពុជានិងក្រុមប្រឹក្សាវប្បធម៌អាស៊ីរូបនេះដដែលបានបញ្ជាក់យ៉ាងច្បាស់ថាយុត្តិធម៌ត្រូវតែមាននិងថាការមិនទទួលខុសត្រូវលើទង្វើនឹងធ្វើឲ្យជនប្រព្រឹត្តបទល្មើសបន្តរួចផុតពីការទទួលខុសត្រូវនៅក្នុងនេះលោកសួយារ៉ាទាមទារឲ្យនាំជនល្មើសទៅផ្ដន្ទាទោសតាមច្បាប់ដោយយុត្តិធម៌ចំពោះការបំផ្លាញដោយចេតនាលើតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO តែលោកសូយ៉ារ៉ាក៏មិនភ្លេចរំលឹកនៅសារៈសំខាន់នៃការតភ្ជាប់អរិយធម៌និងតំបន់បេតិកភណ្ឌពិភពលោកក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាចំនួននិងថែមទាំងបានជំរុញឲ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ដែរក្រោយការថ្លែងរបស់លោកសូយ៉ារ៉ាតំណាងប្រតិភូប្រទេសថៃក៏បានស្នើសុំប្រធានអង្គប្រជុំឡើងថ្លែងដើម្បីការពារខ្លួនដែរដោយមិនបានឆ្លើយតបត្រង់ចំពោះការលើកឡើងរបស់ប្រតិភូកម្ពុជាភាគីថៃបានលើកឡើងដោយប្រយោលនិងរៀបរាប់ពីការរៀបចំគោលនយោបាយយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍបេតិកភណ្ឌរបស់ខ្លួនរយៈពេល15ឆ្នាំដោយយកក្របខ័ណ្ឌសកម្មភាពតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ2023-2030ធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំតំណាងប្រទេសថៃរូបនេះដដែលអះអាងថាគោលនយោបាយនេះភ្ជាប់តំបន់បេតិកភណ្ឌតំបន់ការពារនិងសហគមន៍នៅជុំវិញឲ្យស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងរួមតែមួយហើយថៃត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចែករំលែកបទពិសោធន៍និងគាំទ្រប្រទេសផ្សេងៗនៅក្នុងតំបន់ដើម្បីរួមគ្នាការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌គួររំលឹកថាកាលពីចុងឆ្នាំ2025កម្ពុជាបានស្នើនឹងអំពាវនាវឲ្យអង្គការ UNESCO ជួយអន្តរាគមន៍ការពារនិងដោះស្រាយចំពោះការខូចខាតប្រាសាទព្រះវិហារដែលរងផលប៉ះពាល់ពីសកម្មភាពយោធានិងការឈ្លានពានក្រោយមកអង្គការ UNESCO បានត្រឹមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងនិងថានឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះអ្នកខ្លំមើលបានលើកឡើងថាមួយឆ្នាំមកហើយដែលយោធាថៃបង្កសង្គ្រាមឈ្លានពានចូលទឹកដីខ្មែរជាច្រើនកន្លែងក្នុងនោះយោធាថៃថែមទាំងបានសាងសង់ផ្លូវបេតុងរបងជញ្ជាំងអចិន្ត្រៃយ៍ចូលជ្រៅក្នុងទឹកដីកម្ពុជាហើយតំបន់ខ្លះបានកែច្នៃទឹកដីខ្មែរឲ្យក្លាយជាទីតាំងយុទ្ធសាស្ត្រយោធាថៃយ៉ាងរឹងមាំប្រធានក្រុមខ្លំមើលកម្ពុជាលោកម៉ែនណាតបានយល់ឃើញថាការដែលភាគីថៃពន្លឿនការសាងសង់ផ្លូវបេតុងជាច្រើនខ្សែនិងសាងសង់តំបន់យុទ្ធសាស្ត្រយោធានៅលើទឹកដីខ្មែរដែលថៃកំពុងតែកាន់កាប់ដោយខុសច្បាប់នោះព្រោះភាគីថៃគិតថាកម្ពុជាមិនអាចធ្វើអ្វីថៃបាននោះទេដូច្នេះភាគីថៃកំពុងតែព្យាយាមបំលែងទឹកដីខ្មែរឲ្យคล้ายជាទឹកដីរបស់ខ្លួនជាអចិន្ត្រៃយ៍ហើយត្រៀមគ្រប់ពេលវេលាទប់ស្កាត់ជាមួយកម្ពុជាតាមរយៈកម្លាំងយោធាបើកម្ពុជាហ៊ានតវ៉ាយកទីតាំងទាំងនោះមកវិញណាគេអាចណាបន្លាយខ្មែរមេដឹកនាំខ្មែរបានដូច្នេះគេបន្តបន្លាយទៀតហើយដល់ខ្មែរមេដឹកនាំកម្ពុជាទុនខ្សោយស្រាប់ផងហើយខ្លាចបាត់អំណាចទៀតសោតក៏មិនហ៊ានបដិងថៃទៅតុលាការអន្តរជាតិហើយក៏មិនមានប្រើយុទ្ធសាស្ត្រអីទឹកមាត់ប្រៃជាមួយនឹងអ្នកការទូតអន្តរជាតិដើម្បីឲ្យកងទ័ពថៃដកចេញពីកម្ពុជាអត់ទេអញ្ចឹងថៃឃើញនៅតែគម្រាមកំហែងកម្ពុជារាល់ថ្ងៃនិងពង្រីកការឈ្លានពានរាល់ថ្ងៃដែរបាទការលើកឡើងនេះស្របពេលដែលទាហានខ្មែរឈរជើងនៅតាមព្រំដែនបានប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពហើយក៏មានទាហានឈរជើងខ្លះទៀតនៅតាមតំបន់ព្រំដែនបានបង្ហោះសារនៅតាមបណ្ដាញសង្គមជាបន្តបន្ទាប់ថាស្ថានភាពនៅតាមជួរភ្នំដងរែកជាពិសេសតំបន់ប្រាសាទតាក្របីប្រាសាទខ្នាភ្នំ350តំបន់មួយចំនួនទៀតជាប់ប្រាសាទព្រះវិហារនៅតែមានភាពតានតឹងនិងផុយស្រួយព្រោះទាហានថៃបានពង្រីកលេនដ្ឋានពង្រីកកងទ័ពស្មើជើងនៅតាមព្រំដែននិងធ្វើផ្លូវបេតុងជាច្រើនខ្សែចូលមកកាន់តែជិតទាហានខ្មែរខណៈទីតាំងយុទ្ធសាស្ត្រខ្ពស់ភាគច្រើនត្រូវបានទាហានថៃកាន់កាប់ស្ទើរតែទាំងស្រុងរីឯទាហានខ្មែរបានត្រឹមឈរជើងនៅតាមចង្កេះភ្នំដែលធ្វើឲ្យទាហានថៃហាក់មានប្រៀបជាងទាហានខ្មែរប្រសិនបើមានការផ្ទុះសង្គ្រាមជុំទី3បាទតកតងរឿងនេះវិទ្យុអាស៊ីសេរីបានព្យាយាមសុំការបកស្រាយបន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាប៉ុន្តែមិនទទួលបានការបកស្រាយឡើយនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរវាងយោធាភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃកាលពីថ្ងៃទី15ខែកក្កដាប្រធានក្រុមលេខាធិការព្រំដែនកម្ពុជាលោកនិតណារុងបានទាមទារឲ្យក្រុមលេខាធិការព្រំដែនថៃឲ្យបញ្ឈប់សកម្មភាពឈូសឆាយធ្វើផ្លូវពង្រីកភូមិសាស្ត្រយោធានិងការរីបន្លាលួសនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាក៏ប៉ុន្តែភាគីថៃបានបដិសេធហើយថែមទាំងបានប្រមានមិនឲ្យកងទ័ពកម្ពុជាចល័តនៅតាមព្រំដែនអ្នកខ្លំមើលលើកឡើងថារដ្ឋាភិបាលគួរតែពន្លឿនការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយត្រូវធ្វើសកម្មភាពឲ្យបានកាន់តែសកម្មនៅលើឆាកអន្តរជាតិដើម្បីកុំឲ្យយោធាថៃចេះតែក៏ក្លឿនយកទឹកដីខ្មែរតាមអំពើចិត្តខ្ញុំប្រជាវត្ថុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោន